បាទគ្រប់នឹងជម្រាបសួរពុកម៉ែបងប្អូនហ្នឹងហើយអានេះខ្ញុំមកនិយាយអំពីមុខរបរចិញ្ចឹមកដោបបន្តិចហ្នឹងអញ្ចឹងពុកម៉ែបងប្អូនគឺយើងថាកដោបគឺយើងស្រួលចិញ្ចឹមទេក្នុងមួយថ្ងៃយើងអាចកាត់ស្មៅឲ្យវាដាក់ចំណីវាពី2ទៅ3ដងជាការស្រេចបើសិនជាយើងរវល់ខ្លាំងយើងមានចំណីកូនមន់យើងមានគ្រាប់ពោតកិនម៉ត់ហ្នឹងហ្នឹងយើងអមឲ្យវាស៊ីទៅអាហ្នឹងយើងមិនសោះកាត់ស្មៅហើយពុកម៉ែបងប្អូនអាចចិញ្ចឹមតែត្រឹមតែ4ទៅ5ទ្រុងគឺពុកម៉ែបងប្អូនអាចរកចំណូលក្នុងលានរៀលក្នុងមួយខែដែលយើងគិតមើលទៅកដោបគឺវាមានចន្លោះពី1គីឡូ25,000រហូតដល់55,000តាមរដូវកាលរបស់វាអញ្ចឹងណាអញ្ចឹងវាថាកដោបគឺវាមិនសូវជាពិបាកថែទាំទេដូចជាមន់ទាដែលថាយើងត្រូវការឲ្យចំណីវាច្រើនយើងអស់ថ្លៃចំណីព្រោះសត្វកដោបគឺវាគ្រាន់ថាវាចាញ់ត្រជាក់មួយហើយនឹងអាកាសធាតុតែប៉ុណ្្នឹងទេហ្នឹងហើយពុកម៉ែបងប្អូនអាចចង់ចិញ្ចឹមអីតែពី4ទៅ5ទ្រុងអាយុកាលរបស់វាតែ40ថ្ងៃទៅ45ថ្ងៃអាហ្នឹងយើងអាចចាប់លក់បានហ្នឹងអញ្ចឹងគិតថាវាស្រួលវាងាយស្រួលហើយវាធំធាត់លឿនហើយចំណីរបស់វាហ្នឹងគឺស្រួលទេគឺយើងមានតែស្មៅជ័យស្លឹកចេកចំណីដែលថារបស់ដែលថាធម្មជាតិមិនមែនបាញ់ថ្នាំពុលដូចជាស្បូវដូចជាស្អីដើមចេកក៏វាស៊ីដែរអញ្ចឹងវាស្រួលឲ្យចំណីទេវាមិនដូចមន់ទាជ្រូកដែលយើងត្រូវការប្រើចំណីអស់លុយច្រើនពីព្រោះអានេះយើងអាចកាត់មកតាមក្បែរផ្ទះតាមវាលស្រែតាមចកាអីហ្នឹងឲ្យវាស៊ីបានហ្នឹងគឺយើងមកព្រឹកយើងដាក់ពេលព្រឹកចឹងទៅកាត់ឲ្យវាស៊ីម្ដងទៅហើយយើងធ្វើការលើពេលល្ងាចយើងទៅយើងកាត់ឲ្យវាស៊ីម្ដងទៀតជាការស្រេចគេថាចំណីរបស់វាស្រួលហើយយើងអាចមានស្មៅខ្ចីស្លឹកចេកស្លឹកអំពៅអីហ្នឹងដែលក្បែរផ្ទះពុកម៉ែបងប្អូនយើងអាចយកមកឲ្យវាស៊ីបានហើយហ្នឹងហើយគឺវាធំធាត់លឿនគឺសត្វកដោបវា4ថ្ងៃវាសក់ម្ដងអញ្ចឹងវាសក់បាន5ដងវានឹងសក់ដូចស្លាប់គឺវាសក់ដូចស្លាប់ហើយដល់ពេលវាសក់ដូចស្លាប់បានចំនួន5ថ្ងៃគឺវាចាប់ផ្ដើមដាក់ចាប់គូហើយដល់ពេលវាចាប់គូបានចន្លោះ5ថ្ងៃគឺពុកម៉ែបងប្អូនអាចដាក់ខ្សាច់ឲ្យវាពងយើងដាក់ខ្សាច់ឲ្យវាពងហើយបើសិនតែយើងអាចលក់ពងវាបានអាហ្នឹងក៏យើងអាចរកចំណូលមួយផ្នែកទៀតអាហ្នឹងយើងមិនគិតថាជាកដោបសាច់បើពុកម៉ែបងប្អូនមានទីផ្សារហ្នឹងអាចជាលក់ពងវាបានក្នុងចន្លោះពី1គីឡូពី30ទៅ40ម៉ឺនរៀលក្នុង1គីឡូពងពូជណាពុកម៉ែបងប្អូនចឹងថាវាស្រួលមួយយ៉ាងដែរព្រោះវាជាមុខរបរមួយផ្នែកសម្រាប់គ្រួសារអញ្ចឹងថ្ងៃនេះគឺវាខ្ញុំអត់មានអីច្រើនទេគ្រាន់តែថាបើពុកម៉ែបងប្អូនមានដីចិត្តផ្ទះទនេហ្នឹងយើងអាចចិញ្ចឹមសាកមួយទ្រុងពីរទ្រុងទៅគឺវាមិនខាតបង់ឬក៏វាមិនហត់ប្រមាណដែរហ្នឹងណាសំខាន់គឺយើងកាត់ឲ្យស្មៅវាស៊ីឬជាការស្រេចអញ្ចឹងអរគុណច្រើនពុកម៉ែបងប្អូនហ្នឹងជួបគ្នានៅវីដេអូក្រោយទៀតអរគុណ